រឿងដើមកំណើតសត្វមូសនៅក្នុងបឋមកម្មព្រះឥសូរជាអ្នកបង្កើតលោកហើយបង្កើតទាំងសត្វគ្រប់យ៉ាងនៅលើផែនដីដើមដំបូងគឺទ្រង់ជាអ្នកបង្កើតសត្វមូសមុនគេបង្អស់សម័យនោះសត្វមូសមានខ្លួនធំៗជាងសត្វថ្មទៅទៀតហើយមានអំណាចខ្លាំងទៀតផងអើយហើយមកកូនៗនៃដើរលឿនមកបញ្ញាប់ចូលផ្ទះព្រោះចិត្តដល់ពេលមូសចេញមកស៊ីមនុស្សហើយរាល់ពេលយប់ព្រលឹមអ្នកភូមិតែងតែនាំកូនចៅចូលផ្ទះមិនហ៊ានដើរហើរខាងក្រៅផ្ទះទេព្រោះខ្លាចមូសស៊ីនៅពេលប្រលប់មកដល់សត្វមូសវាតែងតែហើរជាច្រើនឥតឈប់ឈរស្វែងរកមនុស្សលោកជាអាហារជួយផងវាស៊ីខ្ញុំហើយមនុស្សណាដែលត្រូវសត្វមូសស៊ីជាចំណីគេឃើញនៅសល់តែរាងឆ្អឹងគ្មានសាច់ឈាមឡើយមនុស្សម្នាមហាជនមានសេចក្តីតក់ស្លុតជាក្រៃលែងតែគ្មាននរណាម្នាក់រកមធ្យោបាយការពារសត្វមូសបានឡើយសត្វមូសនេះសាហាវណាស់ឥឡូវនេះវាបានសម្លាប់អាយុជីវិតប្រជាជនក្នុងភូមិយើងអស់ជាច្រើនអ្នកហើយយើងគ្រប់គ្នាក៏មិនអាចប្រកបរបរទទួលទានអ្វីបានស្រួលឡើយបើមូសចេះតែមកខំស៊ីយើងជាច្រើនអ្នកក្នុងមួយថ្ងៃដូចនេះពួកយើងនឹងមានការផិតភ័យគ្មានពេលស្បាយនោះទេឥឡូវនេះខ្ញុំមានមធ្យោបាយមួយគឺអ្នកភូមិត្រូវដាក់វេនគ្នាដើម្បីឲ្យមូសស៊ីម្នាក់មួយថ្ងៃធ្វើយ៉ាងនេះទើបឲ្យអ្នកភូមិយើងមានភាពធូរស្រាលជាងមុនបើណយសម្រាប់តាមលោកមេភូមិទៅចុះមែនហើយគួរឲ្យខ្លាចណាស់មែនហើយខ្ញុំទៅយល់ស្របតាមគំនិតរបស់លោកមេភូមិដែរចាប់ពីពេលនោះមកប្រជាជនក៏ដាក់វេនគ្នាឲ្យមូសស៊ីជារៀងរាល់យប់បងប្រាំម៉ែពុកកូនលាម៉ែពុកសិនហើយសូមម៉ែថែរក្សាខ្លួនផងកូនត្រូវទៅធ្វើការលះបង់ដើម្បីគ្រួសារយើងកូនមានម្ដាយមិនអាចបងបានទេបើគ្មានកូននោះបងប្រាំកូនពុកកូនគួរឲ្យអាណិតណាស់ឯងទាំងឯងនេះខ្លាចជាចំណីមូសហើយគប់ជួនពេលនោះមានកូនក្រមុំសេដ្ឋីម្នាក់ប្រកបដោយបញ្ញាវាងវៃនាងបានឃើញទុក្ខលំបាករបស់ប្រជាជនក្នុងភូមិនាងអាណិតអាសូរអ្នកស្រុកដែលបានដាក់វេនគ្នាទៅឲ្យមូសស៊ីនោះពេលក្រែងរហូតដល់នាងគិតថានាងមិនអាចនៅស្ងៀមបានទៀតនោះទេជួយផងវាស៊ីខ្ញុំហើយបើយើងមិនជួយរកមធ្យោបាយស្រោចស្រង់មនុស្សទាំងអស់នោះដោយឥតរើសមុខនោះទេមិនយូរអ្នកទាំងអស់នោះប្រកាសជាកិច្ចពីចំណីមូសពំបានឡើយហើយតទៅប្រកាសជាគ្មានមនុស្សរស់នៅទៀតឡើយគឺស្លាប់ផុតពូជអស់ជាមិនខាននោះឡើយកាលបើបាននឹកឃើញយ៉ាងនេះលុះព្រឹកឡើងនាងកញ្ញាក៏ចូលទៅជួបនៅឪពុកម្ដាយដើម្បីទៅចុះជួបជាមួយនឹងអ្នកភូមិពុកម៉ែកូនចង់ទៅចូលរួមជាមួយអ្នកភូមិដើម្បីរកវិធីទប់ស្កាត់មូសកុំឲ្យស៊ីមនុស្សយើងទៀនបើមិនបានក៏ប្រហែលអាចជួយជីវិតមនុស្សបានខ្លះដែរណាពងហេមិនបានជាកូនឯងភ្លើឈួតដូច្នោះមនុស្សក្នុងនគរនេះគេមានតែចង់រត់គេចឲ្យផុតពីសេចក្តីស្លាប់ហើយចុះកូនឯងមិនក៏ល្ងីល្ងើទៅជាចង់ងាប់ទៅវិញពុកបានចំណាយប្រាក់ឲ្យអ្នកស្រុកភូមិច្រើនណាស់ដើម្បីបានរួចខ្លួនពីការយកទៅធ្វើជាចំណីមូសហាមិនកូនឯងភ្លើម្លេះមែនហើយកូនហេតុអីបានជាកូនគិតខ្លីយ៉ាងដូចនេះពុកម៉ែយើងមិនអាចសង្ងំសុខដូចនេះទេមិនយូរទេគង់តែដល់វេនយើងជាមិនខាននោះទេមានតែការសាមគ្គីគ្នារកមធ្យោបាយដើម្បីទប់ស្កាត់មូសទេទៅជាការប្រសើរណាពុកម៉ែទោះបីឪពុកម្ដាយថាយ៉ាងណាក៏ជុវតីមិនព្រមឈប់សុំអង្វរឪពុកម្ដាយទៅចូលរួមជាមួយនឹងអ្នកភូមិនោះឡើយឪពុកម្ដាយកាលបើឃើញកូនស្រីខ្លួននៅតែរឹងចេះមិនព្រមស្ដាប់តាមគាត់ក៏បណ្ដោយឲ្យនាងទៅនាងកញ្ញាកូនសេដ្ឋីបានឮឪពុកម្ដាយថាឲ្យទៅដូច្នេះក៏មានចិត្តពោពេញទៅដោយសេចក្តីក្លាហានហើយដើរទៅចាំលបមើលនៅកន្លែងដែលមនុស្សត្រូវទៅនៅឲ្យមូសស៊ីពេលនោះនាងកញ្ញាកូនសេដ្ឋីសម្គាល់ឃើញថាសត្វមូសមានបញ្ហាជាមួយនឹងផ្សែងពេលដែលវាត្រូវនឹងផ្សែងធ្វើឲ្យវាពុលធ្លាក់នឹងដីតាមពិតទៅពួកមូសទាំងនេះខ្លាចផ្សែងសោះថ្ងៃស្អែកនាងបានទៅជួបនឹងប្រជាជនដើម្បីពិភាក្សាគ្នាបើអ្នករាល់គ្នាចង់គេចឲ្យផុតពីសេចក្តីស្លាប់ចូលអ្នកធ្វើតាមខ្ញុំនឹងបង្ហាត់ឲ្យអ្នកធ្វើនោះអ្នកប្រកាសជាគេចរួចពីសេចក្តីស្លាប់ពុំខានឡើយមែនហើយធ្វើយ៉ាងម៉េចទៅដល់វិញខ្ញុំចង់ដឹកចុកការពារខ្លួនគឺអ្នកទាំងអស់គ្នាត្រូវទៅរកប្រមូលស្លឹកឈើងាប់ស្ងួតឲ្យបានច្រើនយកមកទីនេះយើងត្រូវដុតភ្លើងឲ្យឆេះហុយផ្សែងនៅជុំវិញយើងហើយយើងត្រូវនៅក្នុងរង្វង់ភ្លើងនោះបើធ្វើដូច្នេះសត្វមូសនឹងមិនហ៊ានហើរឆ្លងភ្លើងផ្សែងមកស៊ីយើងនោះទេបានដូច្នោះមែនយើងគួរតែសាកល្បងប្រជាជនទាំងឡាយយល់នៅបំណងនៃនាងកញ្ញាហើយក៏យល់ព្រមធ្វើតាមនាងទាំងអស់លុះពេលយប់ពួក
ពួកសត្វមូសក៏មកដល់តាមទម្លាប់ដើម្បីស៊ីមនុស្សនៅពេលនោះអ្នកស្រុកក៏ដុតភ្លើងឆេះសន្ធោសន្ធៅឡើងមិនឲ្យរលត់តាមបង្គាប់កូនស្រីសេដ្ឋីសត្វមូសឃើញដូច្នោះពុំហ៊ានហើរឆ្លងកាត់ភ្លើងផ្សែងទៅខាំស៊ីមនុស្សឡើយមូសខ្លះបានព្យាយាមឆ្លងដែរតែពលនឹងផ្សែងស្ទើរតែបាត់បង់ជីវិតហើយវាក៏ប្រមូលគ្នាមកកកកុញជំនុំគ្នាបើយើងនៅតែមានខ្លួនធំដូចនេះតទៅទៀតនោះយើងប្រកាសជាខំមនុស្សលោកស៊ីពុំបានឡើយពីព្រោះកាលណាគេឃើញយើងគេនឹងដុតភ្លើងឲ្យឆេះឡើងដូច្នោះយើងពុំអាចចូលទៅស៊ីគេតទៅទៀតបានឡើយអាស្រ័យដូច្នេះចូលយើងចូលទៅទូលព្រះឥសូរដែលជាអ្នកបង្កើតយើងមកសូមឲ្យព្រះអង្គធ្វើខ្លួនយើងឲ្យទៅជាតូចវិញប្រយោជន៍យើងនឹងស្រួលលបឆ្បក់ខំមនុស្សបានកុំឲ្យមនុស្សលោកមើលយើងឃើញហើយបើដូច្នោះយើងថាស្រួលជាងមែនហើយលោកបងនិយាយត្រូវហើយតើយើងនាំគ្នាទៅសុំព្រះឥសូរទៅបន្ទាប់មកពួកមូសក៏មូលមតិគ្នាហើរទៅកាន់ឋានសួគ៌សត្វមូសតើឯងមកនេះមានការអ្វីដែរសូមគោរពវន្តាព្រះឥសូរពួកខ្ញុំមកនេះដើម្បីសុំព្រះឥសូរឲ្យខ្លួនខ្ញុំលើទៅជាតូចល្អិតដើម្បីងាយស្រួលខំមនុស្សមើលមិនឃើញមិនអីទេយើងនឹងជប់ឲ្យឯងខ្លាចជាតូចតាមបំណងប្រាថ្នារបស់ពួកឯងតែបើឯងសម្រេចចិត្តហើយមិនអាចបកក្រោយបានទេតើឯងសុខចិត្តដែរទេអូក្រាបទូលព្រះអង្គពួកយើងបាត់គិតច្បាស់លាស់អស់ហើយមិនអីទេចាំយើងជប់ឲ្យខ្លួនរបស់ពួកឯងខ្លាចជាតូចនៅពេលនោះព្រះឥសូរក៏ធ្វើខ្លួនសត្វមូសឲ្យតូចដូចជាសត្វមូសសប្តាហ៍ថ្ងៃនេះអូយសូមអរព្រគុណព្រះឥសូរអើយខ្លួនតូចបែបនេះដូចជាស្រួលមួយយ៉ាងដែរទៅបែរនេះពួកយើងមើលឲ្យស្រួលខ្លួនដល់មើលឲ្យមកគុំនេះអើយកាលបើបានខ្លួនតូចដូចបំណងហើយសត្វមូសក៏ថ្លែងអំណរគុណដល់ព្រះឥសូររួចលាព្រះអង្គត្រឡប់មកឋានមនុស្សលោកវិញហើយវាក៏ហើរត្រាច់ចោលពីភូមិមួយទៅភូមិមួយស្វែងរកខាំមនុស្សលោកពួកយើងសាក់ខំមនុស្សលោកលោមើលទៅមើលទៅខំចូលខំទៅអីយ៉យមនុស្សលោកផ្ទះជប់បាក់ដៃបាក់ជើងអើយលោកអើយជួយផងអើយមនុស្សលោកចេះតែយកដៃទះវាស្លាប់អស់ខ្លះនៅរស់តែបាក់ស្លាប់បាក់ជើងអីយ៉យបាក់ស្លាប់មកខាងអើយជួយផងបាញ់អាចអើយមនុស្សលោកក៏បានធូរចិត្តហើយមានសេចក្តីសប្បាយច្រើនលើសមុនពួកមូសក៏ប្រជុំគ្នាសារជាថ្មីឥឡូវឃើញថាមនុស្សលោកគេធ្វើបាបយើងខ្លាំងណាស់គេទះគេវាយើងខំមានខ្លាចក្រែងយើងបន្តិចដាល់អើយកាលពីយើងនៅមានខ្លួនធំមនុស្សលោកមិនហ៊ានធ្វើដូច្នេះទេបើនៅតែបែបនេះទៀតមនុស្សលោកនឹងសម្លាប់យើងឲ្យដាច់ពូជអស់មិនខាទេបើដូចលោកមកខ្ញុំពិតជាចង់ឲ្យមានខ្លួនធំដោយមនុស្សខ្លាំងណោះអើយតែយើងនឹងមិនអាចសុំព្រះឥសូរឲ្យខ្លួនយើងធំវិញបានឡើយអូលោកមកបើដូច្នោះយើងគិតទៅសុំព្រះឥសូរសុំឲ្យមាត់យើងស្រួចទៅខំមនុស្សលោកបានរហ័សដាក់លោកមកឯងមានគំនិតល្អដូច្នេះយើងត្រូវតែនាំគ្នាទៅរកព្រះឥសូរម្ដងទៀតដើម្បីសុំព្រះអង្គធ្វើមាត់យើងឲ្យស្រួចដោយបញ្ចុលដើម្បីយើងទៅអាចខំមនុស្សលោកបានឆាប់រហ័សកុំឲ្យមនុស្សលោកដឹងថាយើងខំគេការជំនុំបានមូលមតិជាឯកច្ឆន្ទហើយទើបសត្វមូសបបួលគ្នាហើរទៅកាន់ឋានសួគ៌សត្វមូសតើឯងមានការងារអ្វីទៀតហើយក្រាបទូលព្រះឥសូរសូមព្រះអង្គជួយធ្វើឲ្យមាត់ទូលបង្គំនឹងតូចស្រួចផងក្រាបទូលដើម្បីស្រួលខំមនុស្សលោកបានលឿនហើយឆាប់រហ័សណែមូលើកនេះជាលើកចុងក្រោយហើយដែលយើងនឹងធ្វើតាមបំណងឯងក្រាបទូលព្រះអង្គក្រោយពីបានមាត់ស្រួចតាមបំណងហើយពួកមូសក៏ក្រាបសំពះសុំលាព្រះឥសូរហើយពួកមូសក៏ហើរត្រឡប់មកឋានមនុស្សលោកវិញហើយវាហើរត្រាច់ចោលរកខាំមនុស្សលោកទាំងយប់ទាំងថ្ងៃនៅត្រង់ចន្លោះគៀនកោះហើយនៅលើកនេះវាហើរខាំមនុស្សបានយ៉ាងរហ័សបំផុតប៉ុន្តែវានៅតែប្រឈមមុខនឹងសេចក្តីស្លាប់ដោយសារមនុស្សទះវាផងដែរអើយលោកអើយជួយផងអើយចាប់ពីពេលនោះមកមនុស្សលោកយើងក៏បានរស់នៅយ៉ាងសុខសប្បាយរួចផុតពីទុក្ខវេទនាដោយសារសត្វមូសស៊ីជាចំណីផងដែររៀនដោះស្រាយបញ្ហាប្រសើរជាងព្យាយាមរត់គេចពីបញ្ហា
រៀនរីករាយនឹងអ្វីដែលយើងមានជៀសជាងពេលបាត់បង់ហើយទៅស្ដាយក្រោយ